ខ្យល់ដែលភាសាកូរ៉េថាផារ៉ាមខ្យល់ព្យុះភាសាកូរ៉េថាភុកភុងព្យុះមេឃដែលភាសាកូរ៉េថាហានិលមេឃពាក្យបន្តទៀតដីដែលភាសាកូរ៉េថាតាំងដីបន្តទៀតតាំងខងភាសាបកថាសណ្ដែកដីតបទៀតម៉ូរ៉េតាំងនេះមានន័យថាដីខ្សាច់ដើមឈើដែលភាសាកូរ៉េថាណាមូដើមឈើបន្តទៀតណាមូអ៊ីបនេះមានន័យថាស្លឹកឈើណាមូអ៊ីបបន្តទៀតឫសឈើភាសាកូរ៉េថាណាមូពូរីឫសឈើបន្តទៀតដើមឈើវាមានមែកមានដើមមានឫសអញ្ចឹងដើមមានឈ្មោះជាភាសាកូរ៉េថាណាមូឈូហ្គីដើមបន្តទៀតឈូគឹនណាមូមានន័យថាឈើដែលងាប់ឈើអីហៅថាឈូគឹនណាមូបន្តទៀតឈើដែលដួលដែលរលំឯហ្នឹងដែលភាសាកូរ៉េថាស៊ឺកជីនណាមូឈើដួលឬរលំបន្តទៀតមូលនេះមានន័យថាទឹកបន្តទៀតទឹកក្តៅភាសាកូរ៉េថាទឺកអ៊ូនមូលទឹកក្តៅទឹកជំនន់ដែលភាសាកូរ៉េថាហុងស៊ូឬក៏មួយទៀតមូលណាន់រីទឹកជំនន់បន្តទៀតមូលខ្យល់នេះមានន័យថាទឹករលកបន្តទៀតសំណើមដែលភាសាកូរ៉េថាមូលហ្គីសំណើមតបទៀតដបទឹកភាសាកូរ៉េថាមូលផ្ចង់ដបទឹកបន្តទៀតទឹកហូរភាសាកូរ៉េថាមូលសាល់ទឹកហូរបន្តទៀតកន្សែងសើមភាសាកូរ៉េថាមូលស៊ូហ្គនកន្សែងសើមបន្តទៀតវ៉ែនតាហែលទឹកភាសាកូរ៉េថាមូលអានខ្ចង់លងទឹកមូរ៉េប៉ាជីដាលងទឹកតបទៀតធុងទឹកភាសាកូរ៉េថាមូលធុងទឹកមួយទៀតកែវទឹកភាសាកូរ៉េថាមូលខប់កែវទឹកវីដេអូដែលបង្រៀនពីពាក្យភាសាកូរ៉េចាប់តែប៉ុណ្ណេះអរគុណបងប្អូនដែលបានមើលវីដេអូនេះតាំងពីដើមដល់ចប់បើមានកំហុសខុសឆ្គងក៏សូមខន្តីអភ័យទោសហើយបងប្អូនដែលចូលមើលវីដេអូនេះថ្មីសូមជួយ Subscribe និងដាក់រូបសញ្ញាកណ្ដឹងឲ្យម្នាក់មួយផងដើម្បីទទួលវីដេអូថ្មីពីខ្ញុំបន្ថែមទៀតអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយលេខលឹបក្លៀកគុណភាពល្អ 100% ជាបំបត្តិក្លិនបំបត្តិដុំពកបំបត្តិបែកញើសធ្វើឲ្យក្លៀកសកាត់បន្ថយដុសរោមហើយក៏អាចយកទៅលាបក្រលៀនលាបកដើម្បីឲ្យរលោងស្អាតបានដែរមានសម្រាប់បុរសនិងស្ត្រីតម្លៃត្រឹមតែ$3តែប៉ុណ្ណោះរីដឹក25ខេត្តក្រុងអាចតាក់ទងបានតាម Telegram ខាងលើសូមអរគុណ